នៅព្រឹកថ្ងៃទី27 ខែមិថុនាឆ្នាំ2026 ឯកឧត្តម ម៉ៅ តានិន អភិបាលខេត្តកំពតបានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុប័ណ្ណកម្មសិទ្ធិចំនួន1046ក្បាលដីជូនដល់ប្រជាពលរដ្ឋចំនួន778គ្រួសារពិធីនេះគឺត្រូវបានរៀបចំឡើងនៅក្នុងបរិវេណវត្តអង្គស្តុកស្ថិតនៅក្នុងភូមិឫស្សីបែកឃុំត្រពាំងព្រីងស្រុកទឹកឈូខេត្តកំពតទន្ទឹមនឹងការចែកប័ណ្ណនេះអាជ្ញាធរក៏បានប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈនៅឯកសារនៃការវិនិច្ឆ័យដីធ្លីចំនួន5ភូមិផ្សេងទៀតដែលមានសរុបចំនួន10931ក្បាលដីស្មើនឹង8760គ្រួសារផងដែរដើម្បីជំរុញការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឲ្យបានឆាប់រហ័សស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនិងក្រសួងរៀបចំដែនដីនគរូបកម្មនិងសំណង់